ងចំណុចនឹងហើយដែលខ្ញុំស្រឡាញ់ម៉ែខ្ញុំចង់ឲ្យមនុស្សដែលនៅជុំវិញខ្លួនខ្ញុំគឺជាមនុស្សដែលមានសតិសម្បជញ្ញៈព្រោះខ្ញុំក៏ដឹងហើយថានេះវាជាចរិតធម្មជាតិរបស់ខ្ញុំហើយបើសិនជាគ្មានអ្នកណាម្នាក់និយាយការពិតប្រាប់អំពីខ្ញុំទេនោះខ្ញុំក៏កាន់តែខកដែរខ្ញុំចង់ឲ្យមនុស្សទាំងអស់ដែលនៅជុំវិញខ្លួនខ្ញុំឬចង់ឲ្យបានដូចម៉ែព្រោះខ្ញុំក៏ចង់កែប្រែចរិតខ្លួនឯងដែរតែនេះម៉ែចង់ទៅណាទៅនេះម៉ែស្អប់ខ្ញុំហើយមែនទេបើបានត្រឹមតែអើដដែលតែខ្ញុំយកមកធ្វើជាគ្នាដើម្បីអីទៅស្រឡាញ់កូនណាម៉ែមិនដែលគិតថាកូនគឺជាកូនរបស់ច្បាយនាងនោះទេម៉ែតែងតែបានគិតថាកូនស្រីម្នាក់នេះគឺបានកើតចេញពីផ្ទៃខ្ញុំទោះបីជាម៉ែមានឈ្មោះត្រឹមតែជាមេដោះក៏ដោយចុះហើយកូនវិញតើស្រឡាញ់ម៉ែដូចដែលម៉ែស្រឡាញ់កូនដែរឬអត់ចាស្រឡាញ់ណាស់ព្រោះតាំងពីកូនបានធំដឹងក្តីមកបានត្រឹមតែឃើញមុខម៉ែបានទទួលការថ្នាក់ថ្នមពីម៉ែមិនថានៅចំពោះមុខលប៉ាឬក៏ពីក្រោយខ្នងម៉ែនៅតែថែរក្សាខ្ញុំដូចជាកូនបង្កើតរបស់ម៉ែអញ្ចឹងកូនស្រឡាញ់ម៉ែខ្លាំងណាស់មានមនុស្សម្នាក់ដែលម៉ែទើបនឹងបានសម្លឹងឃើញនោះគេគឺជាបដិសម្នាក់ដែលមានភាពទទួលខុសត្រូវហើយបើម៉ែមើលមិនខុសទេនោះគេពិតជាអាចខ្លាយទៅជាមនុស្សដែលមានអនាគតល្អអ្នកណាទៅម៉ែមិនប្រាប់ទេតែម៉ែបានសម្លឹងឃើញគេរួចទៅហើយចូលនឹងអោបក្តីសូមផ្ដល់ឱកាសសាងល្អបានខ្លាំងណាស់ចាស្លាញ់ណាស់ព្រោះតាំងពីកូនបានធំដឹងក្តីមកបានត្រឹមតែឃើញមុខម៉ែបានទទួលការថ្នាក់ថ្នមពីម៉ែមិនថានៅចំពោះមុខលោកប៉ាឬក៏ពីក្រោយខ្នងម៉ែនៅតែថែរក្សាខ្ញុំដូចជាកូនបង្កើតរបស់ម៉ែអញ្ចឹងកូនស្រឡាញ់ម៉ែខ្លាំងណាស់មានមនុស្សម្នាក់ដែលម៉ែទើបនឹងបានសម្លឹងឃើញនោះគេគឺជាបដិសម្នាក់ដែលមានភាពទទួលខុសត្រូវហើយបើម៉ែមើលមិនខុសទេនោះគេពិតជាអាចខ្លាយទៅជាមនុស្សដែលមានអនាគតល្អអ្នកណាទៅម៉ែមិនប្រាប់ទេតែម៉ែបានសម្លឹងឃើញគេរួចទៅហើយឬមួយក៏អ្នកនាងសាចង់ខ្ញុំទៅខ្ញុំនេះមិនមែនជាមនុស្ស
បានមានឥទ្ធិពលបានអាចបញ្ជាឲ្យនាយនៅហើយកន្លែងបញ្ជាឲ្យនាយទៅហើយក៏ទៅនោះទេអ្វីដែលសំខាន់បំផុតនោះគឺនាយខ្លួនឯងបើគិតថាអ្វីដែលគួរធ្វើនោះពេលដែលខ្ញុំដឹងការពិតដំបូងនោះខ្ញុំគិតថាគួរទៅហើយក៏ប៉ុន្តែឥឡូវនេះប្រូចិត្តវិញព្រោះបើគិតទៅអ្នកដែលខុសច្រើនជាងមិនមែនខ្ញុំនោះទេនេះខ្ញុំអន់ប្រូចិត្តហើយណាថាខ្ញុំនេះមិនធ្វើអ្វីនេះទេតែនេះវិញនោះក៏មិនត្រូវប្រើពាក្យមិនគប្បីមកលើខ្ញុំដែរក្រែកដឹងហើយតើថាខ្ញុំជាអ្នកណានោះបានក៏ព្រោះតែដឹងទៅហើយទើបបានជាខ្ញុំគិតថាអ្នកដែលខុសខ្ញុំនោះគឺនាងនីសាហេតុអីទៅហេតុអីបានជាប្រើពាក្យនេះមកលើខ្ញុំទទួលយកបានទេនេះគួរតែសុំទោសខ្ញុំឲ្យទៅត្រូវបានខ្ញុំបានសុំទោសនាងច្រើនដងមកហើយតែនាងនីសាទៅវិញទេដែលនៅមិនទាន់សុំទោសខ្ញុំនោះនិយាយបែបនេះគឺមកឲ្យខ្ញុំខឹងទៀតហើយសូម្បីតែពេលនេះនេះក៏ដឹងហើយថាខ្ញុំនេះជាអ្នកណាឆាប់សុំទោសខ្ញុំទេបានអត់ទេព្រោះអ្នកនាងនីសានៅមិនទាន់បានសុំទោសខ្ញុំនៅឡើយទេរឿងអីដែលត្រូវខ្ញុំនេះសុំទោសអ្នកនាងនីសាជាថ្មីទៀតនោះប្រហែលគឺមានន័យថាប្រហែលច្បាស់ណាស់នេះតានាយអាងអីបើចង់ឲ្យខ្ញុំសុំទោសនាយនោះអត់ទេបានសុំទោសក៏បានតែខ្ញុំណាក៏មិនត្រូវសុំទោសអ្នកនាងច្រើនដងពេកដែរព្រោះតែខ្ញុំគិតថាខ្ញុំជាមនុស្សប្រុសមិនមែនមនុស្សស្រីនោះទេក្រែងពាក្យសម្ដីនេះអ្នកនាងបាននិយាយខ្លួនឯងហ៎ឬមួយក៏ពេចហើយទៅខ្លាចឈឺមកកាយនេះមែនទេដើម្បីជាឱកាសអាចឲ្យនាយមកនិយាយជាមួយខ្ញុំបាននោះបានមិនមែនទេគឺខ្ញុំមានបំណងយកមកដល់ខ្លួនឯងខ្ញុំអត់បានកំងទេណាយកទៅវិញចុះបានសុំជានរណាម្នាក់មិនព្រមញ៉ាំទឹកផ្លែឈើនេះក៏បានសេចក្តីថាមិនមែនជាមនុស្សស្រីដែរនេះខ្ញុំជាកូនស្រីរបស់នាយកលើកខ្ញុំមិនមែនជាមនុស្សធម្មតាដែលអាចឲ្យមនុស្សប្រហាក់ប្រហែលនឹងលោកមួយថ្ងៃហ្វ្រីបាននោះទេយកទៅឲ្យអ្នករត់ទឹកញ៉ាំទៅទឹកផ្លែឈើមួយកែវនេះគឺខ្ញុំនេះណាខិតខំធ្វើដល់ខ្លួនឯងធ្វើដើម្បីកូនស្រីច្បាយនេះរបស់ខ្ញុំហើយបើគេមិនទទួលគេនោះមិនខ្វះអ្នកដែលចង់ញ៉ាំនោះទេមិនហើយយកទៅព្រោះខ្ញុំនេះក៏មិនឃ្លានដែរអ្នកខ្ពស់គឺយ៉ាងនេះឯងតែក៏គួរឲ្យតម្លៃអ្នកដែលទៀបជាងខ្លួនទោះបីជាអ្នកនោះមិនបានធ្វើដោយទឹកចិត្តបរិសុទ្ធក៏ដោយទឹកផ្លែឈើមួយកែវនេះខ្ញុំធ្វើដើម្បីច្បាយនេះតែបាននាងនីសាមិនព្រមទទួលទេនោះខ្ញុំក៏មិនយកទៅឲ្យអ្នករត់តុកដែរព្រោះខ្ញុំគិតថាខ្ញុំធ្វើផ្គាំចិត្តកូនស្រីនាយករបស់ខ្ញុំឈប់សិនបាននេះមានចិត្តដូចមកថាមែននោះគឺវាល្អហើយមនុស្សយើងណាគឺត្រូវតែមានឋានៈខ្ពស់ហើយវាជារឿងធម្មតានៅក្នុងសង្គមនោះទេបើមិនមានអ្នកមាននោះក៏មិនមានអ្នកក្រដែរបើអញ្ចឹងនោះខ្ញុំសម្រេចថានឹងយកផ្លែឈើមួយកែវនេះទៅឲ្យមនុស្សណាដែលមានឋានៈប្រហាក់ប្រហែលនឹងខ្ញុំទៅចុះខ្ញុំចង់សាកមើលស្នាដៃរបស់នេះក៏បានដែរដាក់ចុះមករួចសង្ឃឹមថានឹងមិនបន្ថែមថ្នាំរាកនោះទេបាទសូមយកជីវិតមកធានាទៅចុះជុំនឹងអក្តីរំពឹងទន្ទឹងទាំងស្ដាយសល់តែស្រ